សម្រងគឺជាផ្លែរុក្ខជាតិមួយប្រភេទដែលឃើញភាគច្រើនដុះនៅតាមវត្តឬក៏តាមព្រៃភ្នំតែនេះគេដាំនៅមុខផ្ទះហើយថ្ងៃនេះខ្ញុំធ្វើអំបត់បង្ហាញអំពីដើមសម្រងនិងគុណប្រយោជន៍នៃផ្លែសម្រងគេយកទៅប្រើប្រាស់បានច្រើនប្រភេទធ្វើជាឱសថបុរាណខ្មែរគេយកផ្លែសបកចាស់អញ្ចឹងយកមកហាលថ្ងៃមួយថ្ងៃឬក៏2ថ្ងៃគេយកមកដាំទឹកពិសាដើម្បីព្យាបាលនៃកម្រងនោមហើយបើសិនជាក្របឬក៏សម្បកវាគេតែងតែយកមកធ្វើជាឱសថសូនសម្រាប់ស្បែកគង់ឬក៏សម្រាប់ព្យាបាលបានច្រើនទៀតហើយសម្រាប់ដែលបងប្អូនមានបញ្ហាខ្សោយកម្លាំងខ្លាំងបំផុតទាំងផ្នែកខាងរាត្រីក៏ដូចជាកម្លាំងផ្សេងដែលយើងត្រូវប្រើធ្វើការហ្នឹងគេរកផ្លែសម្រងសលិញដើមចលិញក្រហមនិងវល្លិក្អូបយកមកសម្រាប់ដាំទឹកពិសានោះកម្លាំងរបស់យើងវាកាន់តែខ្លាំងទ្វេដងហើយសម្រាប់បងប្អូនដែលមានបញ្ហាលើឈាមគាត់មានបញ្ហាលើឈាមធ្ងន់ធ្ងររហូតដល់ថ្នាក់ទាញដៃទាញជើងកងងគេតែយកឫសរបស់វាហ្នឹងយកមកដាំទឹកពិសាជារៀងរាល់ថ្ងៃវាអាចនឹងធ្វើឲ្យយើងបានធូរស្រាលមួយកម្រិតឬក៏អាចនឹងជាបានតែម្ដងណាឬសម្រងគេយកឫសសម្រងបើសិនអ្នកមានបញ្ហាលើឈាមដល់ថ្នាក់ទាញដៃទាញជើងប៉ុន្តែបើសិនជាបងប្អូនមានបញ្ហាកម្រងនោមធ្ងន់ធ្ងរអីនោមទៅមានបញ្ហានោមតោះឬក៏នោមហើយចុកអួលអញ្ចឹងគេតែងតែស្ទុះសបកឬក៏ផ្លែតែបើផ្លែវាមានគុណប្រយោជន៍ច្រើនជាងសបកវាអត្ថប្រយោជន៍វាមានតិចជាងផ្លែបើផ្លែគឺយកមកដាំទឹកត្រឹមតែផ្លែ1ឬក៏ផ្លែ2គេដាំទឹកហូបពិសាត្រឹមតែ10ថ្ងៃទៅកន្លះខែទេវាអាចធ្វើឲ្យយើងជាបានណាហើយបើសិនជាយើងអាចនឹងថែមស្មៅជើងក្រាស់បន្ថែមទៀតក៏វាកាន់តែល្អដែរសម្រាប់បងប្អូនដែលមានបញ្ហាកម្រងនោមកម្រិតធ្ងន់ធ្ងរអីហ្នឹងគេអាចយកមកប្រើប្រាស់បានហើយបើចង់បានស្បែកស្វិតស្បែកអីក៏យកមកសូនជាមួយនឹងទឹកឃ្មុំមាន5ប្រភេទប៉ុន្តែគេមាននាលមានអីឲ្យដឹងចំនួននាលមិនមែនចេះតែយកមកសូនទេយើងត្រូវថ្លឹងវាឲ្យបានបរិមាណត្រឹមត្រូវតាមក្បួនខ្នាតចាស់បុរាណដែលគាត់តែងតែយកមកធ្វើហើយមានលោកតាម្នាក់គាត់ប្រើឱសថហ្នឹងធ្វើជាស្បែកគង់ពិតប្រាកដហើយគាត់បានជោគជ័យមែនទែនប៉ុន្តែគេប្រើជាមួយរូបមន្ត5ប្រភេទបូករួមជាមួយនឹងសម្រងនឹងផងដែរទើបវាមានគុណប្រយោជន៍ហើយគេសូនយកទឹកឃ្មុំហ្នឹងគេលេបទៅតាមកាលវេលារបស់វាត្រឹមត្រូវ